សូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មានក៏ដូចជាជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានបាទក្រុមការងារអ្នកនាំពាក្យរបស់យើងវិលមកជួបបងប្អូនយើងសាជាថ្មីដើម្បីធ្វើបច្ចុប្បន្នភាពស្ដីពីស្ថានភាពនៃការរំលោភឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាជាបឋមខ្ញុំសូមជូនវេទិកាជូនលោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពនៅតាមព្រំដែនសូមជួយលោកជំទាវឧត្តមសេនីយ៍ឯកបាទចាសសូមគោរពអរគុណអ្នកឧត្តមនិងសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅព្រឹកនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4និងទី5គិតមកដល់ថ្ងៃទី22ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី16ហើយដែលភាគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរនេះខ្ញុំសូមជម្រាបជូនអំពីស្ថានភាពនៅខាងជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យភាគីថៃចាប់ឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី21ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីព្រឹកថ្ងៃទី22ខែធ្នូឆ្នាំ2025នេះនៅថ្ងៃទី21ខែធ្នូឆ្នាំ2025នៅវេលាម៉ោង 19:35 នាទីយោធាថៃបានបាញ់ផ្សែងពុលយ៉ាងច្រើនចូលក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំនៅវេលាម៉ោង 19:55 នាទីយោធាថៃបានបន្តបាញ់ផ្លោងនិងរថក្រោះបាញ់បំបុកនិងប្រើប្រាស់កាំភ្លើងយន្តបំពាក់លើរថក្រោះបាញ់ចូលទៅក្នុងភូមិសាស្ត្រជាំតែនៅវេលានៅថ្ងៃទី22ខែធ្នូឆ្នាំ2025វេលាម៉ោង 5:00 នាទីព្រឹករហូតដល់ម៉ោង 6:00 នាទីយោធាថៃបានបាញ់ផ្លោងកាំភ្លើងធំរថក្រោះបាញ់កាំភ្លើងដៃនិងថ្មើរជើងព្យាយាមបាញ់ចូលសម្រុកក្នុងភូមិសាស្ត្រប្រាសាទតាមាន់មកដល់ម៉ោងនេះនៅតាមទីតាំងមួយចំនួនយោធាថៃនៅបន្តធ្វើសកម្មភាពបាញ់ប្រហារមកលើដែនអធិបតេយ្យភាពកម្ពុជានៅឡើយប៉ុន្តែកងកម្លាំងរបស់យើងនៅតែកំពុងប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញនិងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់ប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីទី2ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យភាគីថៃនៅតែបន្តបាញ់ប្រហារដើម្បីរំលោភបំពាននិងឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាគិតចាប់តាំងពីវេលាម៉ោង 17:00 នាទីល្ងាចថ្ងៃទី21ខែធ្នូឆ្នាំ2025រហូតដល់វេលាម៉ោង 8:00 នាទីនៅព្រឹកនេះនៅថ្ងៃទី21ខែធ្នូវេលាម៉ោង 20:16 នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចំនួន2គ្រាប់ចូលក្នុងភូមិសាស្ត្រសង្កាត់អូរិស័យក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនៅវេលាម៉ោង 21:03 នាទីយោធាថៃបានបាញ់ភ្លើងក្រហមទៅលើភូមិសាស្ត្រភូមិព្រៃច័ន្ទនៅថ្ងៃទី22ខែធ្នូឆ្នាំ2025ថ្ងៃនេះនៅវេលាម៉ោង 4:30 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ភ្លើងក្រហមលើភូមិសាស្ត្រភូមិជោគជ័យរហូតដល់វេលាម៉ោង 4:35 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទចាប់ពីវេលាម៉ោង 4:30 នាទីដល់វេលាម៉ោង 5:16 នាទីយោធាថៃបានបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួនព្រៃច័ន្ទនិងភូមិជោគជ័យនៅវេលាម៉ោង 5:02 នាទីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលភូមិសាស្ត្របឹងត្រកួនឃុំគោករមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ
នៅវេលាម៉ោង 5:30 នាទីដល់វេលាម៉ោង 6:04 នាទីយោធាថៃបានប្រើប្រាស់កាំភ្លើងធំប្រភេទ 155 មីលីម៉ែត្របាញ់ផ្លោងប្រមាណចំនួន 20 គ្រាប់ចូលភូមិសាស្ត្រសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតនៅវេលាម៉ោង 5:49 នាទីយោធាថៃបានបន្តបាញ់ផ្លោងយ៉ាងសន្ធឹកសន្ធាប់ចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង 5:50 នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅវេលាម៉ោង 6:03 នាទីយោធាថៃបានបាញ់ផ្លោងសន្ធាប់ចូលក្រោយភូមិសាស្ត្រភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៅវេលាម៉ោង 6:05 នាទីរហូតដល់ម៉ោង 7:52 នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថពាសដែកបន្ទាប់មកបានបន្តប្រើរថក្រោះព្យាយាមរុលចូលមកមុខភូមិសាស្ត្រភូមិព្រៃច័ន្ទនិងបឹងត្រកួននៅវេលាម៉ោង 7:03 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្សែងពុលបន្ថែមទៀតចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទគិតមកដល់ម៉ោងនេះនៅទីតាំងមួយចំនួនយោធាថៃនៅតែបន្តសកម្មភាពវាយប្រហាររំលោភបំពានមកលើដែនអធិបតេយ្យរបស់កម្ពុជាកងកម្លាំងរបស់យើងបាននឹងកំពុងតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញនិងតាមដានរាល់សភាពការរបស់ខ្មាំងនិងយកចិត្តទុកដាក់បំផុតក្នុងការបំពេញតួនាទីដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់កម្ពុជានេះខ្ញុំសូមធ្វើការបញ្ជាក់សារជាថ្មីថាគោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃតែប៉ុណ្ណោះមិនសំដៅលើគោលដៅស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែភាគីថៃទេដែលបានធ្វើការវាយប្រហារយ៉ាងកម្រោលឃោរឃៅនិងអមនុស្សធម៌មកលើទីតាំងស៊ីវិលស្លូតត្រង់របស់កម្ពុជាដែលបានធ្វើឲ្យប្រជាជនស៊ីវិលរបស់កម្ពុជាបានបាត់បង់ជីវិតនិងរងរបួសជាច្រើនអ្នកក្នុងនោះមានទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលខូចខាតជាច្រើនរាប់មិនអស់កម្ពុជាសូមបញ្ជាក់នឹងការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់នៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុចន្ទៈនិងការទំនួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមនិងការប្រើប្រាស់កម្លាំងសម្ដៅដោះស្រាយបញ្ហាដោយយុត្តិធម៌ត្រឹមត្រូវយូរអង្វែងនិងស្របតាមច្បាប់អន្តរជាតិសូមគូបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែប្រយុទ្ធតស៊ូយ៉ាងស្វិតស្វាញតតាំងជាមួយនឹងសត្រូវឈ្លានពានទឹកដីរបស់កម្ពុជានៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនការពារអធិបតេយ្យបូរណភាពទឹកដីកម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែលអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះបីក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋជឿជាក់ទុកចិត្តនិងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងតែប្រយុទ្ធតស៊ូនៅគ្រប់សមរភូមិទាំងអស់ដោយអង្អាចក្លាហានជាទីបំផុតរាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង្អាចក្លាហាននិងមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយសូមជម្រាបជូនដល់ទស្សនិកជននិងអ្នកសារព័ត៌មានទាំងអស់ផងដែរថាសម្រាប់ព័ត៌មានបន្ថែមស្តីពីស្ថានភាពជួរមុខអំពីសកម្មភាពនៃការរំលោភបំពាននិងការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាក្រសួងការពារជាតិនឹងធ្វើការផ្សាយជូនតាមប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្រសួងការពារជាតិកម្ពុជា Greetings to the general public and members of the press. This morning I would like to update on the situation of the Thai invasion and armed attacks launched on Cambodian territory in the 4th and 5th military regions on December 22, 2025, which enter 16 days.
The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. First, the frontline situation at the Force Military Region in Udon Minjay and Preah Vihear provinces. The Thai military continued its attack on Cambodia from 5 p.m. on December 21st to 8 a.m. on December 22nd, 2025. On December 21st, 2025, at 7:35 p.m., the Thai military deployed a large amount of toxic gas into the area of Tamon Temple. At 7:55 p.m., the Thai military fired mortar, tank cell, and tank-mounted machine guns into the area of Chom Tai. On December 22, 2025, from 5 a.m. to 6 a.m., the Thai military fired artillery and tank shell as well as small arms accompanied by infantry force advancing into the area of Tamon Temple. The situation in some areas are still under the Thai military armed aggression on Cambodian sovereignty, but our force continue fight the aggressor fiercely and monitor the situation closely and remain highly vigilant. Second, the frontline situation at the 5th Military Region in Banteay Mean Chey Province. The Thai military continued its attack on Cambodia from 5 p.m. on December 21st to 8 a.m. on December 22nd. On December 21st, at 8:16 p.m., the Thai military fired 2 artillery cells in the area of Orisay District, Poi Pat Municipality, Banteay Mean Chey Province. At 9:03 p.m., the Thai military fired flare guns into the area of Praychan village. On December 22nd, at 4:30 a.m., the Thai military fired flare gun into the area of Chokchey village. On 4:35 a.m., the Thai military fired shell into the area of Praychan village. From 4:30 a.m. to 5:16 a.m., the Thai military continued to fire shell into the area of Bang Trakun, Praychan, and Chokchey village. At 5:02 a.m., the Thai military deployed F-16 fighter jets and dropped 4 bombs in the area of Bang Trakun village, Kok Romit Commune, Moput District, Banteay Mean Chey Province. From 5:30 a.m. to 6:04 a.m., the Thai military fired approximately 20 shells of 155 mm artillery into the area of Sakandal District, Poi Pat Municipality. At 5:49 a.m., the Thai military continues to intensify its shelling into the area of Bang Trakun. At 5:50 a.m., the Thai military fired shell into the area of Praychan and Chokchey village. At 6:03 a.m., the Thai military intensified its shelling into the area of Praychan and Chokchey villages. From 6:05 a.m. until 7:52 a.m., the Thai infantry force accompanied by armored vehicles followed by tanks attempt to infiltrate the area in front of Bang Trakun and Praychan village. At 7:03 a.m., the Thai military deployed toxic gas into the area of Praychan village. The situation in some areas are still under the Thai military armed aggression on Cambodian sovereignty, but our force continue fight
the aggressor fiercely and monitor the situation closely and remain highly vigilant. The Ministry of National Defense of Cambodia wishes to reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian areas. Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulted in many deaths and injuries to innocent Cambodian civilians. Cambodia is firmly committed to respecting and implementing the terms of the ceasefire agreement and the joint declaration between Cambodia and Thailand, as well as all agreements previously reached by both parties, with the high sense of responsibility and in good faith, rather than resorting to acts of aggression or the use of force. Cambodia has been firmly adhering to resolving the dispute through peaceful means in accordance with international law, the existing treaty, convention, and agreements, so as to seek solution that is just, fair, long-lasting, and in compliance with international law. For further update reports regarding the frontline situation, please visit the official media channels of the Ministry of National Defense of Cambodia. Thank you. បាទសូមអរគុណលោកជំទាវឧត្តមសេនីយ៍ឯកអ្នកនាំពាក្យក្រសួងការពារជាតិដែលបានធ្វើបច្ចុប្បន្នភាពស្ដីពីស្ថានភាពនៅជួរមុខបាទគិតមកទល់នឹងថ្ងៃទី22ខែធ្នូឆ្នាំ2025នេះមានរយៈពេល16ថ្ងៃហើយដែលកងទ័ពថៃបានបើកការវាយប្រហារឈ្លានពានយ៉ាងកម្រោលមកលើដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាកងទ័ពឈ្លានពានថៃបានទម្លាក់គ្រាប់បែកទៅលើទីតាំងស៊ីវិលដោយមិនរើសមុខមិនរើសទីកន្លែងដែលធ្វើឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះជាច្រើននិងបន្តកើនឡើងជាលំដាប់ខណៈដែលហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក៏រងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃជាក់ស្ដែងរហូតមកទល់នឹងពេលនេះមានជនស៊ីវិលស្លូតត្រង់ខ្មែរបានស្លាប់ចំនួន19នាក់និងរងរបួស79នាក់ក្នុងនោះមានស្ត្រីមានកុមារនិងមានមនុស្សចាស់ចំណែកឯប្រជាពលរដ្ឋភៀសសឹកចេញពីផ្ទះសម្បែងដើម្បីគេចពីគ្រាប់ផ្លោងរបស់ថៃបានកើនឡើងដល់ជាង520000នាក់ហើយហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនដូចជាផ្ទះសម្បែងផ្លូវស្ពានសាលារៀនមន្ទីរពេទ្យអគារពាណិជ្ជកម្មឯកជនវត្តអារាមរហូតដល់ប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្សជាតិក៏បានរងការបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃពីការទម្លាក់គ្រាប់បែករបស់កងទ័ពឈ្លានពានថៃការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទដែលមានសមត្ថភាពបំផ្លាញខ្ពស់ដូចជាយន្តហោះទម្លាក់គ្រាប់បែក F-16 នាវាចម្បាំងកាំភ្លើងផ្លោងគ្រាប់បែកចង្កោមដ្រូនគ្រប់ប្រភេទនិងការបាញ់ផ្សែងពុលមកលើកងទ័ពនិងប្រជាជនស៊ីវិលកម្ពុជាបានកើតឡើងជារៀងរាល់ថ្ងៃសកម្មភាពព្រៃផ្សៃអមនុស្សធម៌នេះគឺជាអំពើផ្កើននិងចំអកឡកលើយចំពោះសហគមន៍អន្តរជាតិមានដូចជាសហរដ្ឋអាមេរិកចិនសហភាពអឺរ៉ុបប្រធានបដូវវៀនអាស៊ាននិងបណ្ដាប្រទេសផ្សេងទៀតដែលបានអំពាវនាវឲ្យបញ្ឈប់ការផ្ទុះអាវុធហើយងាកមកគោរពកិច្ចព្រមព្រៀងឈប់បាញ់និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពនៅទីក្រុងកូឡាឡំពូឡើងវិញអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមប្រកាសកោតទោសយ៉ាងខ្លាំងក្លាបំផុតចំពោះការវាយប្រហារដល់សាហាវព្រៃផ្សៃនិងអមនុស្សធម៌របស់កងទ័ពឈ្លានពានថៃមកលើជនស៊ីវិលស្លូតត្រង់និងមកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលកម្ពុជានិងសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធទៅលើប្រទេសថៃឲ្យបញ្ឈប់សកម្មភាពបំពានច្បាប់អន្តរជាតិនិងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងររបស់ខ្លួនជាបន្ទាន់ហើយបង្ខំឲ្យប្រទេសនេះងាកមករកដំណោះស្រាយដោយសន្តិវិធីវិញជាចាំបាច់
នៅថ្ងៃទី22ខែធ្នូឆ្នាំ2025នេះប្រទេសម៉ាឡេស៊ីនៅក្នុងនាមជាប្រធានបដូវវេនអាស៊ានឆ្នាំ2025បានរៀបចំកិច្ចប្រជុំពិសេសបាទរដ្ឋមន្ត្រីការបរទេសអាស៊ាននៅទីក្រុងកូឡាឡាំពូដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃកិច្ចប្រជុំពិសេសនេះឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តរបស់រដ្ឋជាសមាជិកអាស៊ានចំពោះការឯកភាពនិងសាមគ្គីភាពអាស៊ានក៏ដូចជាមជ្ឈភាពអាស៊ាននៅក្នុងការថែរក្សាសន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពក្នុងតំបន់ស្របតាមធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឯកឧត្តមប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសកម្ពុជានឹងអញ្ជើញចូលរួមបាទនៅថ្ងៃនេះបាទនៅក្នុងកិច្ចប្រជុំពិសេសនេះហើយការចូលរួមរបស់កម្ពុជាឆ្លុះបញ្ចាំងអំពីការបដិញ្ញាចិត្តយ៉ាងមុតមមរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះសន្តិភាពសន្តិសុខវិបុលភាពនៅក្នុងតំបន់ក៏ដូចជាការលើកកម្ពស់មជ្ឈភាពនិងឯកភាពអាស៊ានដែលនឹងពង្រឹងដល់ការចូលរួមចំណែកយូរអង្វែងរបស់អាស៊ានចំពោះសហគមន៍អន្តរជាតិទាំងមូលសម្ដេច Excellency, ladies and gentlemen, good morning. As of December 22nd, 2025, it has been 16 days since the Thai military launched a brutal invasion against the sovereignty and territorial integrity of Cambodia. This invading Thai military has indiscriminately bombarded civilian areas and infrastructures, causing numerous Cambodian civilians to suffer while civilian infrastructures are being destroyed every day. Precisely up to now, 19 Cambodian civilians have died and 79 have injured, including women, children, and the elderly. Meanwhile, the number of displaced civilians fleeing their home has increased to over 525,000. Many civilian infrastructures such as houses, roads, bridges, schools, hospitals, private business buildings, pagoda, and even ancient temples, which are invaluable cultural heritage of humanity, has been continuously damaged by bombs dropped by the invading Thai militaries. The use of heavy and destructive weapons and equipment such as F-16 fighter jets, naval warship, cluster bomb, drones, and toxic gas on the Cambodian military and innocent civilian has occurred daily. Such vicious and inhumane acts are blatant and insolent acts toward the international community, including the United States of America, the People's Republic of China, the European Union, the Asian rotating chair, and other countries that have called for a cessation of hostilities and a return to respect for the ceasefire and the Kuala Lumpur Joint Declaration. The spokesperson for the Royal Government of Cambodia condemns the strongest possible term for barbaric, ruthless, and inhumane attack launched by the invading Thai military on the innocent Cambodian civilian and civilian infrastructures. We also appeal to the international community to pressure Thailand to immediately stop violating international law and to compel this country to turn to resolve the issues through peaceful means. Today, December 22nd, 2025, Malaysia asked the chair of ASEAN to be convened a special meeting of the Asian foreign ministers to address the current situation between the Kingdom of Cambodia and the Kingdom of Thailand in Kuala Lumpur. The convening of the special meeting reflects the commitment of Asian member states to Asian unity and solidarity, as well as Asian centrality in maintaining peace, security, stability, and prosperity in the region,
in accordance with the Asian Charters and the Treaty of Amity and Cooperation in Southeast Asia. His Excellency Prasukon, Deputy Prime Ministers and Ministers of Foreign Affairs and International Cooperation participates in this special meeting. The participation of Cambodia reflects the strong commitment of the Royal Government of Cambodia to peace, security and prosperity in the region, as well as to upholding Asian centrality and unity, thereby reinforcing Asian enduring contribution to the wider international community. Thank you for your attention. បាទកម្មវិធីរបស់យើងបានដល់ទីបញ្ចប់តែប៉ុណ្ណេះយើងខ្ញុំទាំងពីរនាក់សូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ